សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមក review ដំណាំនៅក្បែរផ្ទះរបស់ខ្ញុំអញ្ចឹងដំណាំក្បែរផ្ទះខ្ញុំមានច្រើនប្រភេទដែរណាបងប្អូនអញ្ចឹងគឺមានដើមម្ទេសនេះគឺម្ទេសស្ករទេសនេះគឺជាទេសភាពនៅក្រោយផ្ទះរបស់ខ្ញុំគឺសរសើរមែនតើមានស្មៅមានត្រពាំងមានកូនមន់រត់លេងពេញហ្នឹងអីចឹងណាបងប្អូននេះគឺជាត្រពាំងផ្អែមដែលបងប្អូនខ្ញុំគាត់តាមហើយត្រពាំងផ្អែមខ្ញុំកាប់ច្រើនដងហើយវានៅតែចេញត្រពាំងមកទៀតអីចឹងណាយកទៅអ្នកជួយញ៉ាំត្រពាំងគាត់ទៅដាំត្រពាំងផ្អែមទៅហើយនេះគឺជាវាស្រាយវាស្រូវរបស់ខ្ញុំដែលដាំដុះនៅខាងក្រោយផ្ទះទេសភាពគឺស្រស់ស្អាតមែនតើចំណែកអ្នកមានការទុកវិបត្តិស្នេហាអីអាចអង្គុយមើលទេសភាពនៅផ្ទះរបស់ខ្ញុំមកគឺធ្វើឲ្យអ្នកទាំងអស់គ្នាភ្លេចទៅទុកកង្វល់នេះគឺជាស្លឹកគ្រៃហើយនៅដំឡូងជ្វាដែលនេះខ្ញុំលើគាត់ដាំណាសក្តិមាននឹងហើយផ្កានេះក៏មិនដឹងជាផ្កាយដែរគាត់នៅថាឃើញវាស្រស់ស្អាតតែក៏ចង់យកវាមកដាំឲ្យស្អាតចឹងណាបងប្អូនហើយនេះគឺជាផ្កាមជុលពេជ្រដែលក៏មានភាពស្រស់ស្អាតម្យ៉ាងដែរហើយត្រឡប់ឡើងគឺមកថតត្រពាំងទៀតហើយតែនេះមិនមែនត្រពាំងមិញទេណាបងប្អូនក្បែរភ្នោប្រហែលជា5ម៉ែត្របងប្អូនខ្ញុំក៏យកមកដាំហើយត្រពាំងហ្នឹងគឺកាប់ដុះអញ្ចឹងបងប្អូនណាដែលជួយចិត្តអញ្ចឹងគឺដាំទៅមិនខំម្ដងទេហើយទៅវិញទៅមកក៏មានថតអីផ្សេងក្រៅពីទេសភាពវាស្រ័យបងប្អូនមើលទេហើយមួយទៀតគឺជាស្រះឈូកនៅមុខភ្នោម្ដាយរបស់ខ្ញុំស្រះឈូកហ្នឹងគឺធំប៉ុន្តែវាហើយនេះនឹងផ្កាយទេបងប្អូនផ្កាហ្នឹងខ្ញុំមិនដឹងហៅផ្កាយទេប៉ុន្តែវាដុះខ្ញុំឲ្យស្អាតពណ៌រៀងស្វាយលាយសណាបងប្អូនបើសិនជាស្គាល់ជួយ comment ប្រាប់ផងថាផ្កាអីគេបន្តមកទៀតគឺអត់មានអីថតក្រៅពីទេសភាពដដែលទេប៉ុន្តែចង់ប្រាប់ថាគឺវាធ្វើអារម្មណ៍របស់ខ្ញុំគឺស្រស់ស្រាយមែនតើក្រោយពីគយគុណទេសភាពហ្នឹងណាបងប្អូនហើយនេះគឺជាផ្កាតឡាចដើមតឡាចមិនមែនដើមរនងទេតែផ្កាវាស្តៀងគ្នាហើយបន្ទាប់មកគឺមកថតមាន់នេះមាន់ស្រែអញ្ចឹងបងប្អូនចង់ញ៉ាំមាន់ស្រែអាចតាក់ទងខ្ញុំបានហើយនេះគឺជាផ្កាម៉ោង10ប៉ុន្តែពេលខ្លះគឺវារីកចាប់ពីម៉ោង8ទៅឲ្យតែមានថ្ងៃគឺវារីកតែខ្ញុំមិនដឹងថាហេតុអីគេហៅផ្កាម៉ោង10ទេហើយផ្កានេះគឺខ្ញុំមិនស្គាល់ឈ្មោះទេក៏វាស្រស់ស្អាតខ្លាំងមែនតើហើយទៅគឺវាមានកូនច្រើនបើសិនជាវាកើតហើយគឺវាកើតរហូតអញ្ចឹងណាបងប្អូនហើយផ្ទះរបស់ខ្ញុំពោពេញទៅដោយផ្កាគឺខ្ញុំជួយចិត្តដាំផ្កាដោយសារតែពេលដែលខ្ញុំមិនសប្បាយចិត្តអីចឹងទៅខ្ញុំជួយចិត្តអង្គុយមើលផ្កាថតផ្កាចឹងទៅធ្វើអារម្មណ៍យើងភ្លេចទុកកង្វល់មួយចំនួនដែរហើយនេះគឺជាក្តឹបអនោងដែលវាមកដុះនៅលើដើមផ្កាមយូលមុខផ្ទះរបស់ខ្ញុំណាហ្នឹងហើយផ្កាមយូលហ្នឹងគឺក៏វាមានភាពតាក់ទាញដែរត្រឡប់ចុះត្រឡប់ឡើងគឺមានអីថតក្រៅពីផ្កាទេហើយមកដល់ក្រោមនេះគឺផ្កាទៀតហើយផ្កានេះគឺខ្ញុំសាកយកមកដាំដំបូងតែម្ដងទូចឯងខ្ញុំដាំថាវាដុះអត់ព្រោះដីមុខផ្ទះវារឹងតែជាក់ស្ដែងបងគឺដុះល្អជាងកន្លែងនៅកម្មចដាខ្ញុំទៀតគឺល្អមែនតើហើយផ្កាហ្នឹងគឺស្អាតខ្លាំងស្អាតហើយបន្ទាប់មកនេះគេហៅថាផ្ការ៉ូយ៉ាល់ផ្កាតង្ហាលមែនទេផ្ការ៉ូយ៉ាល់សំទុយផ្ការ៉ូយ៉ាល់ដូចរសជាតិរ៉ូយ៉ាល់ដែរនេះផ្កាកង្ហាលអញ្ចឹងយើងដាំទៅលម្អមុខផ្ទះទៅហើយណាមួយវាជិះដល់រដូវបិណ្ឌប្រជុំអញ្ចឹងយើងអាចបេះផ្កាចម្រុះគ្នាយកទៅបោះបាយបិណ្ឌអីចឹងទៅអញ្ចឹងសម្រាប់បងប្អូនណាចង់បានផ្កាចង់បានកូនផ្កាអាចមកសុំខ្ញុំយកទៅដាំអីបានចាអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ